សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំអត់មានអីផ្លែមកនិយាយប្រាប់អ្នកទាំងអស់គ្នាទេប៉ុន្តែខ្ញុំចង់និយាយអំពីរឿងដែលកំពុងតែមានបញ្ហាក្តៅកគុកនៅក្នុងសង្គមខ្មែរយើងហ្នឹងគឺទាក់ទងទៅនឹងរឿងច្បាប់ចរាចរណ៍ផ្លូវគោកគិញថ្មីតែបងប្អូនយើងជាច្រើនគាត់មានការមិនពេញចិត្តក៏ដូចជាមតិរិះគន់ឬក៏ការតវ៉ាអីចឹងណាប៉ុន្តែសម្រាប់ខ្ញុំអត់គិតអញ្ចឹងទេធម្មតាឡានម៉ូតូយើងទិញមកគឺតែងតែមានសវត្ថឯកសារដូចជាពាក្យមីឬក៏ឯកសារពាក់ព័ន្ធអីទាំងអស់ហ្នឹងហ្នឹងមែនទេតែអត់សូវដឹងដែរព្រោះអត់មានម៉ូតូឡានអីជិះផងគាត់ថាយើងដាក់តាមខ្លួនមានអីទៅពិបាកយើងយកដាក់តាមខ្លួនទៅដល់ហើយយើងយកវាទៅលក់ទៅមានណាឈ្នះដាក់តាមខ្លួនរហូតអត់ដឹងថាសុកយើងនឹងសពោចោលឯងតែដាក់តាមខ្លួនទៅមិនស្រួលមិនអស់តែម៉ូតូឡានទេបាត់បង់ទាំងជីវិតទៀតជឿខ្ញុំទៅយកវាទៅលក់កុំជីហើយនាំគ្នាដើរទៅបើថាឆ្ងាយជីកង់បើហាងឆ្ងាយខ្លាំងណាស់ជាតែគោតែសេះអីទៅមើលតាយាយតាយើងពីចំនួន79ណាពួកពោតអីមើលមានម្ដាយមានម៉ូតូឡានអីជីដើរហ្នឹងជីតែសេះតែគោអីហ្នឹង